សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Son Mali ដែលជា Channel សម្រាយរឿងហើយថ្ងៃនេះផងដែរយើងចូលទៅកាន់សាច់រឿងរបស់យើងបន្តគឺសាច់រឿង Primal Season ទី2វគ្គទី7មុននឹងចូលដល់សាច់រឿងរបស់យើងខ្ញុំសូមពឹងបងប្អូនម្នាក់មួយផងដែរសូមបងប្អូនជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងជូនខ្ញុំម្នាក់មួយផងដើម្បីជួយជាកម្លាំងចិត្តដល់ខ្ញុំបាទសូមអរគុណទុកជាមុនបន្ទាប់ពីលោក Viking ត្រូវបាត់បង់កូនគាត់បានបណ្ដែតខ្លួនទៅតាមទឹកលោក Viking គាត់មិនទាន់ស្លាប់នោះទេគាត់បានឡើងលើថ្មនិងដេកដួលនៅលើថ្មខ្លួនរបស់គាត់គឺពោពេញទៅដោយឈាមស្រោចពេញថ្មខ្សែជីវិតរបស់លោក Viking គឺពិតជាកំសត់មែនទែនជីវិតរបស់គាត់ត្រូវបាត់បង់ប្រពន្ធនិងកូនទាំងអស់នៅពេលនេះគឺគាត់រស់នៅម្នាក់ឯងទាំងដែលខ្លួនមានរបួសទៀតផងលោក Viking គាត់បានដេកសន្លប់នៅលើថ្មមួយសន្ទោស្រាប់តែមានពន្លឺមួយចាំងនៅលើមុខគាត់បើកភ្នែកឡើងគាត់បានឃើញទេពអប្សរ3នាក់បានហោះមកជិតគាត់ត្រង់កន្លែងនេះគឺទេពអប្សរមកទទួលលោក Viking ឡើងទៅលើឋានសួគ៌ប៉ុន្តែក៏ត្រូវបានសត្វនរកចាប់គាត់ធ្លាក់ចូលទៅក្នុងនរកវិញពេលលោក Viking គាត់ធ្លាក់មកដល់ក្រោមគាត់បានឃើញសាកសពអណ្ដែតនៅក្នុងទឹកភ្លើងជាច្រើនសកម្មភាពទាំងនោះធ្វើឲ្យលោក Viking ស្លុតស្មារតីខ្លាំងណាស់បន្ទាប់មកលោក Viking ក៏បានងាកឃើញកាំចិណ្ដើរមួយគាត់ក៏បានដើរឡើងតាមកាំចិណ្ដើរនោះទៅជួបស្ដេចនរកមួយយ៉ាងធំស្ដេចនរកនោះបានធ្វើឲ្យលោក Viking បានឃើញកូនស្រីគាត់ម្ដងទៀតពេលនោះលោក Viking បានព្យាយាមស្រែកហៅកូនស្រីរបស់គាត់ប៉ុន្តែកូនស្រីរបស់គាត់មិនអាចតបបាននោះទេព្រោះកូនស្រីគាត់បានស្លាប់បាត់ទៅហើយបន្ទាប់មកទៀតស្ដេចនរកក៏បានបង្ហាញសកម្មភាពរបស់ស្ពានិងហ្វាងលោក Viking គាត់ឃើញមុខស្ពានិងហ្វាងហើយគាត់ពិតជាខឹងខ្លាំងណាស់ដោយសារតែស្ពានិងហ្វាងគឺជាអ្នកសម្លាប់ក្រុមគ្រួសាររបស់គាត់ស្ដេចនរកបានផ្ដល់ឱកាសឲ្យលោក Viking ទៅសងសឹកស្ពានិងហ្វាងវិញស្ដេចនរកបានធ្វើឲ្យលោក Viking បានប្រែកាឡាទៅជាស្ដេចភ្លើងមួយយ៉ាងធំយើងងាកមកមើលស្ពានិងមីរ៉ាវិញគាត់កំពុងតែអង្គុយចាំហ្វាងកើតកូនមើលទៅទឹកមុខពួកគេទាំងពីរនាក់ពិតជាអបសុកខ្លាំងណាស់ដោយសារតែនៅក្នុងព្រីនេះពី3យប់ហើយដោយអបសុកពេកមីរ៉ាក៏បានដើរទៅមើលពងរបស់ហ្វាងថាញាស់ហើយឬនៅពេលទៅដល់មីរ៉ាបានឃើញថាពងមិនទាន់មានប្លែកអ្វីនោះទេគឺមិនទាន់ញាស់នោះទេវាត្រូវតែមិនទាន់ញាស់ហើយអ្នកទាំងអស់គ្នាវាមិនដែលណាទៅតែពងប្រហែលថ្ងៃសោះឲ្យញាស់មិនកើតមីរ៉ាបានមើលមុខហ្វាងហើយបានដើរចេញមកវិញពេលមីរ៉ាដើរចេញពីហ្វាងមីរ៉ាបានឮសំឡេងសត្វយំមីរ៉ាបានសម្លឹងទៅមើលលើមេឃក៏ឃើញសត្វហើរដូចមានរឿងអ្វីកើតឡើងអញ្ចឹងមីរ៉ាដឹងថាសកម្មភាពមួយនេះគឺមិនស្រួលនោះទេមីរ៉ាក៏បានរកស្បៀងនិងអាវុធទុកនៅលើទូកឲ្យហើយស្ពាគាត់ឃើញមីរ៉ាជញ្ជូនអីវ៉ាន់និងស្បៀងផ្សេងទៅទុកនៅលើទូកស្ពាឆ្ងល់ខ្លាំងណាស់ស្ពាបានដើរទៅអើតមើលនៅលើទូកថាមីរ៉ាជញ្ជូនអ្វីខ្លះទុកនៅលើទូកស្ពាបានយល់ថាមីរ៉ាកំពុងតែរៀបចំអាវុធនិងម្ហូបសម្រាប់ធ្វើដំណើរចេញទៅទៀតប៉ុន្តែពួកគេទាំងពីរនាក់នៅជាប់ហ្វាងមិនដឹងថាគួរយកហ្វាងទៅបែបម៉េចដោយសារតែហ្វាងមិនឲ្យប៉ះកូនរបស់គេនោះទេនៅថ្ងៃបន្ទាប់ស្ពានិងហ្វាងបានរៀបចំល្បិចបញ្ឆោតស្ពាឲ្យឡើងនៅលើទូកមីរ៉ាបានកាន់សាច់មួយដុំបញ្ឆោតហ្វាងឲ្យដើរទៅស៊ីសាច់ចំណែកឯស្ពាបានដើរលបទៅលួចយកពងរបស់ហ្វាងដើម្បីយកទៅដាក់លើទូកពេលស្ពាយកពងរបស់ហ្វាងរត់ទៅដាក់លើទូកប៉ុន្តែត្រូវបានហ្វាងឃើញទាន់ហ្វាងបានស្រែកដាក់ស្ពានិងដេញស្ពាឲ្យយកកូនរបស់ពួកគេទៅទុកនៅសម្បុកគេវិញស្ពានិងមីរ៉ាព្យាយាមលួចពងរបស់ហ្វាងប៉ុន្តែត្រូវបានហ្វាងតាមទាន់រហូតហ្វាងបានដណ្ដើមពងរបស់គាត់ពីស្ពានិងយកទៅដាក់សម្បុកវិញពេលយកទៅដាក់សម្បុកហ្វាងបានសង្កេតឃើញថាបាត់ពងរបស់គាត់មួយហ្វាងបានងាកទៅមើលមីរ៉ាក៏ឃើញមីរ៉ាកំពុងតែកាន់ពងរបស់គាត់ដាក់នៅលើទូកហ្វាងបានដើរទៅយកពងរបស់គាត់មកវិញប៉ុន្តែទៅដល់ឃើញកន្លែងដាក់ពងស្អាតជាងកន្លែងដែលគាត់នៅទៀតហ្វាងក៏បានដើរទៅយកពងរបស់គាត់ទាំងពីរយកមកដាក់លើទូកនិងឡើងដេកនៅលើទូកផងដែរបន្ទាប់មកពួកគេក៏បានចេញដំណើរតទៅទៀត
ពួកគេបានធ្វើដំណើរឆ្ងាយគ្រាន់បើពីកន្លែងចាស់របស់ពួកគេនៅព្រឹកមួយស្ពាយបានក្រោកពីដំណេកនិងទាញយកសំណាញ់ទៅបង់ត្រីដើម្បីធ្វើជាអាហារពេលបង់បានត្រីស្ពាយបានរើសយកត្រីមួយមកបរិភោគប៉ុន្តែមិនទាន់បានបរិភោគផងស្ពាយបានឃើញទូកមួយយ៉ាងធំអុំមកសណ្ដៅពួកគាត់ទូកមួយនេះគឺមកពីក្រុមកុលសម្ព័ន្ធផ្សេងហើយក្រុមកុលសម្ព័ន្ធមួយនេះគឺខ្លាំងជាងគេហើយនៅក្នុងរឿងមួយនេះស្ពាយមីរ៉ាបានឃើញទូកមួយនេះធំចម្លែកពួកគេភ័យខ្លាំងណាស់ក្រុមកុលសម្ព័ន្ធមួយនោះក៏បានចោលយុទ្ធការទៅលើទូករបស់ស្ពាយដើម្បីអូសទូករបស់ស្ពាយឲ្យទៅជិតពួកគេមិនថាក្រុមកុលសម្ព័ន្ធមួយនឹងខ្លាំងប៉ុណ្ណានោះទេឲ្យតែមករារាំងដំណើររបស់ស្ពាយគឺស្ពាយវាយទាំងអស់ក្រុមកុលសម្ព័ន្ធមួយនឹងឃើញតាការប្រយុទ្ធរបស់គាត់គឺមិនអាចយកឈ្នះស្ពាយបាននោះទេក្រុមកុលសម្ព័ន្ធមួយនឹងក៏បានបញ្ចេញមនុស្សមួយយ៉ាងធំមកប្រយុទ្ធជាមួយស្ពាយមនុស្សយក្សមួយនឹងគឺធំខ្លាំងណាស់ហើយវាមានកម្លាំងខ្លាំងជាងហ្វាងទៅទៀតសូម្បីតែហ្វាងក៏ប្រយុទ្ធមិនឈ្នះមនុស្សយក្សមួយនេះដែរប៉ុន្តែស្ពាយមីរ៉ានិងហ្វាងបានរួមដៃគ្នាទៅប្រយុទ្ធជាមួយមនុស្សយក្សមួយនឹងធ្វើឲ្យមនុស្សយក្សមួយនឹងពិបាកក្នុងការទប់ទល់និងមិនអាចយកឈ្នះស្ពាយហ្វាងនិងមីរ៉ាបានទេក្នុងការប្រយុទ្ធរវាងស្ពាយនិងក្រុមកុលសម្ព័ន្ធមួយនឹងធ្វើឲ្យហ្វាងបានបាត់បង់កូនរបស់គាត់មួយរឿងដែលធ្វើឲ្យស្ពាយមីរ៉ានិងហ្វាងមិនអាចទប់ទល់ជាមួយពួកគេបានគឺដោយសារតែមេស្រីនៅក្នុងកុលសម្ព័ន្ធនឹងបានយកពងរបស់ហ្វាងប្រសិនបើពួកគេហ៊ានតតាំងគឺស្ដេចនៃក្រុមកុលសម្ព័ន្ធមួយនឹងគឺបំបែកពងរបស់ហ្វាងចោលនៅត្រង់នេះហើយដែលស្ពាយហ្វាងនិងមីរ៉ាមិនអាចតតាំងជាមួយពួកគេបានក្រុមកុលសម្ព័ន្ធមួយនឹងក៏បានចាប់ស្ពាយដាក់ខ្នោះដៃខ្នោះជើងយកទៅដាក់នៅកន្លែងបន្ទប់ឃុំឃាំងក្រុមកុលសម្ព័ន្ធមួយនេះឲ្យតែចាប់បានអ្នកខ្លាំងគឺគាត់មិនសម្លាប់ចោលនោះទេគឺគាត់ទុកយកទៅច្បាំងជាមួយក្រុមកុលសម្ព័ន្ធផ្សេងពេលក្រុមទាហាននៃក្រុមកុលសម្ព័ន្ធមួយនឹងយកស្ពាយមីរ៉ានិងហ្វាងទៅឃុំឃាំងស្ពាយមីរ៉ាបានឃើញនៅក្នុងនេះគឺធំខ្លាំងមែនទែនធំជាងកប៉ាល់ទីតានិកទៅទៀតស្ពាយនិងហ្វាងគេបានយកទៅកន្លែងឃុំឃាំងផ្សេងចំណែកឯមីរ៉ាគេក៏យកទៅទុកនៅកន្លែងឃុំឃាំងផ្សេងគឺមិនឲ្យនៅជាមួយគ្នានោះទេស្រីដែលក្រុមកុលសម្ព័ន្ធនេះចាប់បានពួកគេយកស្រីធ្វើជាអ្នករំកំដរចៅវាយស្រីរបស់ពួកគេនៅថ្ងៃបន្ទាប់ហ្វាងកំពុងតែដេកលក់ពេលហ្វាងបើកភ្នែកមកក៏ឃើញសុទ្ធតែក្រុមទាហានហ្វាងភ្ញាក់ក៏លោតទៅខំក្រុមទាហានមួយក្រុមនឹងសម្លាប់ចោលទាំងអស់ក្រុមទាហានទាំងអស់មិនហ៊ានជាមួយហ្វាងនោះទេប៉ុន្តែនៅពេលនោះមេស្រីនៃក្រុមកុលសម្ព័ន្ធមីនេះគាត់ក៏បានកាន់ពងរបស់ហ្វាងមកគំរាមហ្វាងបើសិនជាហ៊ានតតាំងជាមួយក្រុមពួកគាត់ទេគាត់នឹងបោកពងរបស់គាត់ចោលហ្វាងក៏នៅតែបន្តស្រែកទៅដាក់មេស្រីរបស់ពួកគេនៅពេលនោះស្ពាយក៏បានលួងលោមហ្វាងឲ្យស្ងាត់កុំឲ្យតតាំងជាមួយគេអីប្រយ័ត្នគេសម្លាប់កូនរបស់ពួកឯងចោលហ្វាងក៏ព្រមស្ដាប់តាមស្ពាយប្រាប់បន្ទាប់ពីហ្វាងបានស្ងាត់ស្ដេចស្រីម្នាក់នឹងក៏បានញញឹមដោយសារតែបានពងមួយនឹងធ្វើជាធ្នូមួយសម្រាប់ឲ្យហ្វាងខ្លាចពួកគាត់នៅថ្ងៃបន្ទាប់ក្រុមកុលសម្ព័ន្ធមួយនេះក៏បានប៉ះជាមួយក្រុមកុលសម្ព័ន្ធផ្សេងស្ពាយនិងហ្វាងក៏បានត្រូវក្រុមកុលសម្ព័ន្ធមួយនេះចាប់ឲ្យទៅប្រយុទ្ធជាមួយក្រុមកុលសម្ព័ន្ធផ្សេងផងដែរពេលស្ពាយនិងហ្វាងដើរចេញទៅក្រៅអូម៉ៃព្រះស្ពាយនិងហ្វាងស្លុតស្មារតីខ្លាំងណាស់ដោយឃើញក្រុមកុលសម្ព័ន្ធមួយនោះក៏មិនអន់នោះដែរគឺសុទ្ធតែដំរីធំនិងកុលសម្ព័ន្ធបកពួករបស់ពួកគេគឺច្រើនខ្លាំងណាស់ប៉ុន្តែទោះជាច្រើនយ៉ាងណាក៏ដោយស្ពាយនិងហ្វាងគឺមិនញាក់នោះទេស្ពាយនិងហ្វាងគឺចូលទៅប្រយុទ្ធចេញពីចិត្តមុតមិនខ្លាចបកពួករបស់ពួកគេនោះទេបន្ទាប់ពីស្ពាយនិងហ្វាងបានប្រយុទ្ធសម្លាប់បកពួកនៅខាងក្រោមអស់ស្ពាយបានលោតឡើងទៅខាងលើវាយដល់ក្នុងបន្ទាយទៀតផង
ចំណែកឯហ្វាងឃើញក្រុមកុលសម្ព័ន្ធរបស់ពួកគេកំពុងតែយកឈើមួយយ៉ាងធំមកទល់ទ្វារដើម្បីបំបាក់ទ្វារចូលទៅប្រយុទ្ធដល់ខាងក្នុងប៉ុន្តែដោយឃើញក្រុមទាហានមួយនឹងរុញមិនបាក់ហ្វាងក៏បានរត់ទៅជួយគ្រាន់តែហ្វាងចូលទៅដល់ហ្វាងគ្រាន់តែរុញមួយភឹងគឺបាក់ទ្វារមួយនឹងខ្ទេចអស់គ្រាន់តែបាក់ទ្វារភ្លាមហ្វាងបានរត់ចូលទៅក្រុមទាហានមួយនោះឃើញសត្វដៃនៅសើធំពេកពួកគេមិនហ៊ានប្រយុទ្ធនោះទេពួកគេដើរថយក្រោយហ្វាងនិងស្ពាយបានយកឈ្នះទៅលើកុលសម្ព័ន្ធមួយនេះដោយហ្វាងនិងស្ពាយបានសម្លាប់កុលសម្ព័ន្ធមួយនេះចោលទាំងអស់អូខេអញ្ចឹងអ្នកទាំងអស់គ្នាការសម្រាយរឿងវគ្គទី7របស់យើងគឺបានមកដល់ទីបញ្ចប់ហើយប្រសិនបើរកការបញ្ចូលសម្លេងរបស់ខ្ញុំនៅមានចន្លោះខ្វះខាតឬក៏មានពាក្យសម្ដីមិនសមរម្យសូមខន្តីអភ័យទោសដល់ខ្ញុំផងហើយខ្ញុំសូមពឹងបងប្អូនម្នាក់មួយផងដែរសូមបងប្អូនជួយ join Channel Telegram របស់ខ្ញុំមួយផង link Channel Telegram នៅក្នុង description សូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត